កបាត់ក្រហមអន្តរជាតិនឹងជំរុញឲ្យដោះលែងទាហានខ្មែរដែលថៃឃុំខ្លួនទាំង18រូបមកវិញកាកបាទក្រហមអន្តរជាតិអះអាងថាយោធិនកម្ពុជាទាំង18រូបដែលថៃកំពុងឃុំខ្លួនគឺមានសុខភាពល្អនិងបានទទួលទានអាហារប្រចាំថ្ងៃបានធម្មតាហើយសន្យាថានឹងជំរុញឲ្យមានការដោះលែងមកវិញតាមអនុសញ្ញាទីក្រុងសឺណែវសារលិខិតដែលសរសេរដោយយោធិនជាប់ឃុំត្រូវបានកាកបាទក្រហមអន្តរជាតិនាំមកប្រគល់ជូនកាកបាទក្រហមកម្ពុជាជាលើកទី2ដើម្បីបន្តយកទៅប្រគល់ជូនក្រុមគ្រួសារនៅតាមបណ្ដាខេត្តដែលកំពុងរងចាំដំណឹងចំណែកលិខិតដែលសរសេរដោយយោធិនជាប់ឃុំនៅថៃទាំង18រូបនេះបានប្រគល់ជូនក្រុមគ្រួសារជាលើកទី1នៅថ្ងៃទី8ខែកញ្ញាការអះអាងនឹងប្រកោសារជូនដំណឹងនេះធ្វើឡើងក្នុងជំនួបដែលលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាបានអនុញ្ញាតឲ្យលោកចកមុនតានីប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមប្រចាំភូមិភាគចូលជួបសម្ដែងការគួរសមនៅថ្ងៃទី13ខែតុលាកាកបាទក្រហមគឺជាអង្គការអន្តរជាតិតែមួយគត់ដែលថៃអនុញ្ញាតឲ្យចូលពិនិត្យមើលពីស្ថានភាពរបស់យោធិនកម្ពុជាទាំង18រូបដែលត្រូវពួកទាហានថៃចាប់និងបន្តឃុំខ្លួនស្ថាប័ននេះក៏បាននាំយកលិខិតដែលសរសេរដោយក្រុមគ្រួសាររបស់យោធិនទាំង18រូបនៅកម្ពុជាទៅប្រគល់ជូនយោធិនជាប់ឃុំនៅថៃដោយផ្ទាល់ផងដែរយ៉ាងណាគិតត្រឹមថ្ងៃទី14ខែតុលាគឺមានរយៈពេល77ថ្ងៃហើយដែលយោធិនកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំក្រងរបស់យោធាថៃរដ្ឋាភិបាលកម្ពុជាបន្តអំពាវនាវឲ្យភាគីថៃដោះលែងយោធិនទាំងអស់ត្រឡប់មកវិញឲ្យបានឆាប់ជាទីបំផុតដើម្បីឲ្យយោធិនទាំងនោះបានមកជួបជុំក្រុមគ្រួសារនិងប្រកបដោយសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិប៉ុន្តែតំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់កាលពីថ្ងៃទី8ខែតុលាថាថៃនឹងមិនប្រគល់យោធិនទាំង18នាក់ឲ្យមកកម្ពុជាវិញឡើយបើចំនួនព្រំដែនប្រទេសទាំងពីរមិនទាន់បញ្ចប់ជាផ្លូវការ